សួស្តីអ្នកទាំងអស់គ្នាខ្ញុំសក្តាថ្ងៃនេះយើងនឹងធ្វើការសម្ដែងនៅរដូវកាលទី2នៃសេរីរឿង Lord of the Mystery ហើយសម្រាប់គ្នាយើងដែលចង់ទស្សនាជាមួយនឹងសេរីរឿងមួយហ្នឹងបានរហូតដល់មុនមួយអាទិត្យគ្នាយើងគឺអាចចូលទៅក្នុងក្រុម Telegram Premium របស់ពួកយើងបាននិយាយទៅតម្លៃគឺត្រឹមតែ 5,000 រៀលតែប៉ុណ្ណោះឥឡូវដើម្បីកុំឲ្យអ្នកនរគ្នាចាំយូរតោះសេរីរឿងគឺបានចាប់ផ្ដើមបន្តនៅក្នុងនាវាមួយដែលមានឈ្មោះថា The Blue Avenger ដែលនៅក្នុងពេលនេះនាវាមួយនេះគឺកំពុងតែធ្វើដំណើរនៅលើសមុទ្រដ៏ធំមួយឈ្មោះថាសមុទ្រ Sonia នៅក្នុងបន្ទប់អ្នកដឹកនាំនៃនាវាមួយនេះលោក Hangman ឬមួយក៏ Olga Wilson គឺកំពុងតែឈរនៅទីនោះដែលក្នុងរបស់គាត់គឺបានបែរទៅរកធ្នើស្រាដែលមានទាំងស្រាក្រហមហើយនិងស្រាសផងដែរប៉ុន្តែនៅក្នុងពេលនេះគាត់គឺមិនមានអារម្មណ៍មកគិតអំពីរឿងស្រានោះទេពីព្រោះថាអ្វីដែលគាត់កំពុងតែគិតនោះគឺជាការសាកល្បងដ៏គ្រោះថ្នាក់មួយដែលលោក Full គឺបានផ្ដល់ឲ្យគាត់នៅក្នុងការជួបជុំនៅក្នុង The Tarot Club Olga បានដើរទៅមកនៅក្នុងបន្ទប់របស់ខ្លួនអស់មួយសន្ទុះដែលនៅក្នុងចិត្តរបស់គាត់គឺពោពេញទៅដោយការសង្ស័យនិងការប្រុងប្រយ័ត្នខ្លាំងមែនទែនតើការធ្វើពិធីសាសនាបូជាទៅកាន់លោក Full គឺនឹងមានលទ្ធផលយ៉ាងណាទៅតើវាពិតជាជួយឲ្យគាត់បញ្ជូនគ្រឿងផ្សំ Beyonder ទៅកាន់អ្នកនាង Justice បានដោយសុវត្ថិភាពមែនឬមួយក៏វាអាចនឹងក្លាយទៅជាផ្លូវមួយដែលនាំឲ្យគាត់គឺចូលទៅចិត្តអំណាចដ៏គ្រោះថ្នាក់របស់អង្គការអាត់កំបាំងមួយនេះប៉ុន្តែក្រោយការគិតអស់មួយសន្ទុះ Olga ក៏បានខំថ្មិញហើយសម្រាប់ចាត់ធ្វើវាតែម្ដងដោយសារអីគឺដោយសារតែគាត់គឺបានចូលរួមជាមួយនឹង The Tarot Club រួចទៅហើយក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពីលោក Full ផងដែរដូច្នេះបើចង់បន្តដំណើរទៅលើផ្លូវនេះទៀតនោះគាត់គឺត្រូវតែហ៊ានសាកល្បងជាមួយនឹងអ្វីដែលលោក Full បានផ្ដល់ឲ្យគាត់ក៏បានត្រឡប់ទៅកាន់តុឈើរបស់ខ្លួនឯងវិញដែលមានទឹកមុខតានតឹងខ្លាំងមែនទែនបន្ទាប់មកគាត់ក៏បានយកឧបករណ៍មួយចេញពីលើតុហើយរកក្រដាសមួយសន្លឹកជាមួយនឹងប៊ិចមកសរសេរហើយដែលប្រើប្រាស់ជាមួយនឹងការចងចាំរបស់ Beyonder ដែលដើរតាមគន្លង Seafarer គាត់ក៏បានគូនិមិត្តសញ្ញាដ៏ស្មុគស្មាញនិងអាចកំបាំងដែលលោក Full គឺបានបង្ហាញពួកគេយ៉ាងឆាប់រហ័សបន្ទាប់ពីការគូសញ្ញានេះរួច Olga ក៏បានចាប់ផ្ដើមរៀបចំនៅ altar ឬមកអាសនៈសម្រាប់ពិធីសាសនានេះគាត់គឺបានយកទៀនមួយចេញមកហើយរៀបចំវាទៅតាមគោលការណ៍ dualism ដែលមានទៀនមួយសម្រាប់តំណាងឲ្យលោក Full និងទៀនមួយទៀតគឺសម្រាប់តំណាងឲ្យអ្នកដែលកំពុងតែថ្វាយនោះគឺខ្លួនគាត់ផ្ទាល់នឹងឯងក្រោយការរៀបចំរួចគាត់ក៏បានសម្អាតតុឲ្យស្អាតដោយប្រើប្រាស់ធម្មពលរបស់ខ្លួននៅក្នុងការបង្កើតទឹកសុទ្ធនៅក្នុងដៃហើយយកវាមកជូតអាសនៈនោះបន្ទាប់មកគាត់ក៏បានប្រើដៃប្រាក់សម្រាប់ ritual ដើម្បីបង្កើតរបងវេទមន្តជុំវិញតុរបស់ខ្លួនដើម្បីបំបីតំបន់ពីពិធីនេះចេញពីបរិយាកាសខាងក្រៅនៅពេលដែលការរៀបចំទាំងអស់នេះត្រូវបានបញ្ចប់ Olga ក៏បានប្រើវេទមន្តរបស់ខ្លួនដើម្បីបំភ្លឺទៀនទាំងពីរ Olga ក៏បានដកដង្ហើមវែងមួយហើយបន្ទាបក្បាលចុះមុននឹងសូត្រឈ្មោះស័ក្តិសិទ្ធិរបស់លោក Full ជាភាសាមួយឈ្មោះថា Hermesគាត់គឺបានបងស្រន់ទៅកាន់លោក Full ដែលមិនមែនជាកម្មសិទ្ធិរបស់សម័យកាលនេះជាអ្នកគ្រប់គ្រងអាតកំបាំងខាងលើ The Grey Folk និងជាស្ដេចនៃ Yellow and Black ដែលកាន់កាប់នៅសំណាងល្អបន្ទាប់មកគាត់ក៏បានស្នើសុំឲ្យលោក Full មើលជាមួយនឹងការថ្វាយរបស់ខ្លួននិងបើកទ្វារទៅកាន់ព្រះរាជាណាចក្ររបស់លោកនៅពេលដែលសម្លេងអាសដ្ឋាននេះគឺបានបន្លឺឡើងនៅក្នុងរបងវេទមន្តនោះខ្យល់វិលជុំដល់ចម្លែកមួយក៏បានកាត់ឡើងភ្លាមពាក្យសូត្របែបនេះគឺជាភាសាថ្វាយបុរាណដែលត្រូវបានបង្កើតឡើងទៅដោយ Beyonder មនុស្សកាលពីសម័យកាលចាស់ហើយវាគឺត្រូវបានផ្ទុកទៅដោយអាចកំបាំងជាច្រើនប៉ុន្តែបញ្ហារបស់វានោះវាគឺមិនបានផ្ដល់ការការពារគ្រប់គ្រាន់ទៅដល់អ្នកប្រើប្រាស់វាបានឡើយដូច្នេះហើយនៅពេលដែលពិធីសាសនាបូជាគឺបានដំណើរការនោះ Olga ក៏មានអារម្មណ៍ដូចជាមានកំបិតជាច្រើនគឺកំពុងតែកាត់ទៅលើស្បែករបស់គាត់តែម្ដងប៉ុន្តែបើទោះជាឈឺចាប់ប៉ុណ្ណាក៏ដោយ Olga ក៏នៅតែបន្តនៅពិធីសាសនានេះដដែលគាត់គឺបានយកនៅដបកញ្ចក់ពណ៌ត្នោតងងឹតមួយចេញពីហោប៉ៅរបស់ខ្លួនបើគម្របវាហើយក៏បានចាក់គ្រាប់តូចៗដែលមានរូបរាងដូចជាមួយនឹងគ្រាប់ល្ងមកតែម្ដងគ្រាប់តូចៗទាំងនោះគឺមានពន្លឺដូចជាលោហៈហើយបានបញ្ចេញអារម្មណ៍ស្រស់ស្អាតចម្លែកមួយដែលពិតជាពិបាកពណ៌នាខ្លាំងមែនទែនភ្លាមនោះខ្យល់ក៏កាន់តែខ្លាំងឡើងប៉ុន្តែគឺវាមិនមែនជាព្យុះច្របូកច្របល់ទីនោះទេផ្ទុយទៅវិញខ្យល់នោះគឺបានបែងចែកជាពីរពណ៌ផ្សេងគ្នាគឺជាពណ៌ប្រាក់ហើយនិងពណ៌ខ្មៅពណ៌ទាំងពីរនេះគឺបានប៉ះទង្គិចនឹងគ្នាលាយចូលគ្នាហើយបន្តិចម្ដងក៏ត្រូវបានបញ្ជូនទៅកាន់ភ្លើងទៀនដែលតំណាងឲ្យទៅកាន់លោក Full តែម្ដងនៅក្នុងពេលនោះភ្លើងទៀនក៏បានលូតធំឡើងហើយក៏បានបំបែកខ្យល់ចេញជាទ្វារស្រមោលមួយដែលមានទំហំប្រហែលជាមនុស្សធម្មតាគឺអាចឆ្លងកាត់បាននៅលើផ្ទៃទ្វារនោះក៏មានជាមួយនឹងនិមិត្តសញ្ញាដូចគ្នាដោយជាមួយនឹងសញ្ញាដែល Olga បានគូបាននៅលើกระดาษផងដែរនៅក្នុងពេលនោះដូចគ្នានៅលើវិមានដ៏អាចកំបាំងនៅខាងលើ The Grey Folk ខ្លាញ់ក៏បានមើលឃើញទ្វារស្រមោលមួយបានបង្ហាញខ្លួននៅខាងក្រៅកៅអីខ្ពស់របស់ខ្លួនគាត់គឺអាចមានអារម្មណ៍ថា spirituality ឬមួយក៏វេទមន្តនៅក្នុងអាកាសគឺកំពុងតែត្រូវបានរំញ័រហើយវាគឺកំពុងតែត្រូវបានជំរុញឲ្យលំហអាចកំបាំងនេះគឺមានប្រតិកម្មតវិញត្រង់ចំណុចនេះខ្លាញ់ក៏បានចាប់ផ្ដើមដឹងថាវាគឺហាក់បីជាកំពុងតែធ្វើ
ដំណើរការពិតមែនដូច្នេះគាត់ក៏បានបញ្ចេញនូវ spirituality ឬមួយក៏ធម៌ពលវេទមន្តរបស់ខ្លួនដើម្បីទៅកាន់ទ្វារនោះដើម្បីបញ្ចូលធម៌ពលបន្ថែមនិងជួយឲ្យវាបើកឡើងតែម្ដងបុរំពេចបន្តមកទ្វារស្រមោលនោះក៏ត្រូវបានបើកយឺតហើយនៅក្នុងបន្ទប់មួយនៅក្នុង W Avenger Olga ក៏បានឃើញទ្វារដែលបង្កើតពីខ្យល់និងពន្លឺនោះគឺត្រូវបានបើកឡើងតែម្ដងហើយខាងក្រោមទ្វារនោះគាត់ក៏បានមើលឃើញជំនឿភាពងងឹតដ៏ជ្រៅមួយដែលហាក់បីដូចជាត្រូវបានបង្កើតឡើងទៅដោយស្រមោលរាប់មិនអស់តែម្ដងដែលនៅក្នុងភាពងងឹតនោះគឺមានជំនឿពន្លឺចម្លែកដែលហាក់បីដូចជាផ្ទុកទៅដោយចំណេះដឹងដ៏អស្ចារ្យជាច្រើនហើយនៅខាងលើវាទាំងអស់គឺមានជំនឿអាប៉ប្រផេះក្រាស់និងវាមានបុរាណមួយដែលហាក់បីដូចជាកំពុងតែត្រូវបានមើលចុះមកកាន់ពិភពលោកពិតប្រាកដចឹងទស្សនវិជ្ជាមួយនេះគឺបានធ្វើឲ្យ Olga គឺមាននៅអារម្មណ៍រន្ធត់និងរភើបនៅក្នុងពេលតែមួយវាគឺមិនមែនជាការភ័យខ្លាចធម្មតានោះទេប៉ុន្តែវាគឺជាការភ័យខ្លាចដែលកើតចេញពីការមើលឃើញដល់អ្វីមួយដែលលើសពីការយល់ដឹងរបស់មនុស្សធម្មតាហើយនៅក្នុងពេលនេះដូចគ្នាវាក៏បានបង្កើតនៅអារម្មណ៍រំភើបមួយពីព្រោះតែគាត់ដឹងថាខ្លួនគឺកំពុងតែឈរនៅចំពោះមុខអំណាចដ៏អស្ចារ្យមួយមិនហ៊ានពន្យាពេលទៀតនោះ Olga ក៏បានយកធាតុផ្សំដែលគាត់បានរៀបចំទុកចេញមកវាគឺជាវត្ថុដែលមានទំហំប៉ុនបាតដៃប្រែពណ៌ជានិច្ចហើយមានអារម្មណ៍ទន់ៗដូចជាមួយនឹងស្រទាប់ច្រើននៅលើផ្ទៃរបស់វាចឹង Olga ក៏បានកាន់វត្ថុនៅដៃទាំងពីរបន្ទាក្បាលចុះហើយលើកវាទៅកាន់ទ្វារស្រមោលនោះដោយការគោរពភ្លាមនោះគាត់ក៏មានអារម្មណ៍ថាដៃរបស់ខ្លួនគឺត្រូវបានស្រាលឡើងដូចជាមានជាមួយនឹងកម្លាំងស្រូបមួយគឺបានទាញយកនៅវត្ថុនោះចេញភ្លាមតែម្ដង Olga គឺមិនហ៊ានលើកក្បាលឡើងភ្លាមនោះទេរហូតដល់គាត់បានឮសំឡេងដ៏ជ្រៅរបស់លោក Fool គឺបានបន្លឺឡើងនៅក្នុងត្រចៀករបស់គាត់ថាគាត់គឺបានធ្វើល្អខ្លាំងមែនទែនក្រោយបញ្ចប់នៅពិធីសាសនាបូជាមួយនេះនិងពន្លត់ទៀនទៅតាមលំដាប់ធម្មតានោះ Olga ក៏បានអង្គុយចុះដោយមានទឹកមុខស្មុគស្មាញមួយនៅក្នុងចិត្តរបស់គាត់គឺបានគិតថាពីដំបូងលោក Fool គឺគ្រាន់តែជាមនុស្សដែលអាចនាំមនុស្សផ្សេងឡើងទៅកាន់ពិភពលោកខាងលើ The Great Fog តែប៉ុណ្ណោះបន្ទាប់មកគាត់ក៏បានឆ្លើយតបនឹងការបន់ស្រន់ហើយឥឡូវនេះគឺគាត់ទទួលបានយកនឹងការ sacrifice ឬមួយក៏ជាការបូជានិងថែមទាំងធ្វើ bestowment ឬមួយក៏ការប្រទានបានទៀតផងនេះគឺបានធ្វើឲ្យ Olga គឺកាន់តែជឿជាក់ទៅលើការសន្និដ្ឋានរបស់ខ្លួនឯងថាលោក Fool គឺប្រហែលជាអាទិទេពដែលមានអំណាចខ្លាំងជាមិនខានគំនិតនេះគឺបានធ្វើឲ្យ Olga គឺមានអារម្មណ៍ភ័យបន្តិចបារម្ភបន្តិចប៉ុន្តែក៏មានអារម្មណ៍រីករាយមួយចំនួនផងដែរដោយសារអីគឺដោយសារតែប្រសិទ្ធបើលោក Fool គឺពិតជាបុគ្គលកម្រិតអាទិទេពដែលកំពុងតែត្រឡប់មកកាន់ពិភពលោកពិតមែននោះគាត់ដែលជាសមាជិកដំបូងម្នាក់នៅក្នុង The Tarot Club គឺប្រកាសជាមានអត្ថប្រយោជន៍ជាធំជាមិនខាននៅលើវិមានខាងលើ The Great Fog ខ្លាញ់ក៏បានកាន់នៅធាតុផ្សំប្រយោជន៍ដល់នៅក្នុងដៃរបស់ខ្លួនពន្លឺផ្សេងរបស់វាគឺបានឆ្លងមកលើមុខរបស់គាត់ម្ដងបៃតងម្ដងខៀវម្ដងក្រហមហើយវាក៏បានបន្តផ្លាស់ប្ដូរទៅវិញទៅមកដែលមិនឈប់នោះទេប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះគឺអារម្មណ៍ជោគជ័យដែលបានលើកឡើងនៅក្នុងចិត្តរបស់គាត់គឺមិនអាចទប់ស្នាមញញឹមពិតប្រាកដរបស់ខ្លួនឯងបានឡើយពីព្រោះថាការសាកល្បងនេះវាគឺបានជោគជ័យទៅតាមការប៉ាន់ស្មានរបស់គាត់នេះគឺមានន័យថាចាប់ពីពេលនេះតទៅ The Tarot Club គឺនឹងកាន់តែអស្ចារ្យជាងមុនច្រើនខ្លាំងមែនទែនវាគឺមិនមែនគ្រាន់តែជាកន្លែងជួបជុំដើម្បីដោះដូរព័ត៌មានទៀតនោះទេប៉ុន្តែគឺវាអាចនឹងក្លាយទៅជាកន្លែងដោះដូរវត្ថុ Beyond ពិតប្រាកដបានទៀតផងក្រោយការពិចារណាអំពីលទ្ធផលមួយនេះរួចខ្លាញ់ក៏បានបញ្ជូនគំនិតរបស់ខ្លួនទៅកាន់ The Crimson Star ដែលតំណាងឲ្យអ្នកនាង Justice ដើម្បីប្រាប់នាងថាការសាកល្បងគឺវាបានជោគជ័យរួចទៅហើយធ្វើដំណើរត្រឡប់ទៅកាន់បន្ទប់របស់ Audrey វិញបន្ទាប់ពីការត្រឡប់មកពី The Tarot Club នាងគឺមិនអាចអង្គុយស្ងៀមស្ងាត់នៅលើគ្រែដូចមុនបានទៀតនោះទេនៅក្នុងចិត្តរបស់នាងគឺពោរពេញទៅដោយការរំពឹងទុកនិងការព្រួយបារម្ភនៅក្នុងពេលតែមួយនាងគឺចង់ឲ្យពិធីសាសនាបូជារបស់លោក Hangman គឺបានជោគជ័យខ្លាំងមែនទែនប៉ុន្តែនាងក៏ខ្លាចថាវាគឺអាចបរាជ័យផងដែរ Audrey ក៏បានព្យាយាមប្រាប់ខ្លួនឯងថាលោក Emperor Russell គឺធ្លាប់និយាយថានៅពេលដែលមានរឿងសំខាន់កើតឡើងមនុស្សគឺត្រូវតែរក្សាភាពស្ងប់ស្ងាត់ប៉ុន្តែបើទោះជានាងព្យាយាមប៉ុណ្ណាក៏ដោយចិត្តរបស់នាងគឺនៅតែមិនអាចស្ងប់បានដដែលក្រោយការរងចាំអស់មួយសន្ទុះអាប៉ប្រផេះក្រាស់ក៏បានបង្ហាញខ្លួននៅចំពោះមុខភ្នែករបស់នាងតែម្ដងនៅក្នុងជម្រៅនៃអាប់នោះនាងក៏បានឃើញកៅអីខ្ពស់មួយហើយនៅលើកៅអីនោះគឺមានជំនឿលោក Fool គឺកំពុងតែអង្គុយនៅទីនោះយ៉ាងស្ងប់ស្ងាត់ផងដែរលោក Fool បាននិយាយទៅកាន់នាងថាការសាកល្បងគឺវាបានជោគជ័យរួចទៅហើយគាត់ក៏បានសួរថាតើនាងគឺបានរៀបចំសម្ភារៈដែលមាន spirituality ឬមួយក៏វេទមន្តរួចហើយឬនៅពេលដែលបានឮបែបនេះ Audrey គឺស្ទើរតែទប់អារម្មណ៍រំភើបមិនបានតែម្ដងសម្រាប់នាងវាគឺមានន័យថាលោក Fool គឺពិតជាអស្ចារ្យដោយដែលនាងបានជឿពិតមែនគួរចាប់អារម្មណ៍នោះគឺនៅក្នុងអារម្មណ៍រីករាយរបស់នាងគឺស្ទើរតែភ្លេចទៅហើយថាលោក Hangman ក៏ជាអ្នកដែលបានចូលរួមធ្វើពិធីសាកល្បងនេះផងដែរនៅក្នុងចិត្តរបស់នាងការជោគជ័យនេះគឺបានភ្ជាប់ជាមួយនឹងអំណាចរបស់លោក Fool ជាចម្បងតែម្ដង
អូទ្រីក៏បានឆ្លើយប្រាប់ថានាងគឺមានសម្ភារៈដែលមាន spirituality ឬមួយក៏វេទមន្តជាប់ខ្លួនរួចទៅហើយតាមពិតទៅមុនពេលដែលនាងបានចូលរួមជាមួយនៅ The Tarot Club នាងក៏ធ្លាប់មានសម្ភារៈបែបនេះហើយដែរតែនៅក្នុងពេលនេះនាងគឺមិនដឹងច្បាស់ទេថាវត្ថុណាដែលអាចរាប់បានថាជាវត្ថុដែលមានវេទមន្តនោះទេនាងគឺគ្រាន់តែប្រមូលវាចេញពីឃ្លាំងគ្រួសារតាមរូបមន្តនិងចំណេះដឹងដែលនាងបានរក្សាទុកតែប៉ុណ្ណោះបន្ទាប់មកលោក Fool ក៏បានប្រាប់នាងអំពីវិធី bestowment ritual ឬមកក៏ពិធីប្រទានវត្ថុស័ក្តិសិទ្ធិទៅកាន់នាងលំដាប់ធ្វើវានោះគឺស្តីងគ្នានឹងពិធីសាសនាដែលបានបញ្យល់ប្រាប់ការពីមុនដូចគ្នាប៉ុន្តែពាក្យសូត្រគឺវាត្រូវបានផ្លាស់ប្ដូរបន្តិចនាងគឺត្រូវតែសូត្រឲ្យលោក Fool មើលមកកាន់នាងបើកទ្វារទៅកាន់ព្រះរាជាណាចក្ររបស់លោកនិងប្រទានកម្លាំងឲ្យនាងអូទ្រីក៏បានគិតទៅតាមពាក្យបញ្យល់របស់លោក Fool ហើយក៏បានចាប់ផ្ដើមរៀបចំនៅពិធីភ្លាមតែម្ដងនៅពេលដែលទ្វារសមបានបើកឡើងនៅចំពោះមុខនាងហើយខាងក្រោយទ្វារនោះគឺបានបង្ហាញអំពីទស្សនវិជ្ជាដ៏អាចកំបាំងដែលហាក់បីដូចជាលើពីផ្កាយមួយនិយាយទៅនៅក្នុងពេលនោះនាងគឺមានអារម្មណ៍ថាខ្លួនគឺត្រូវបានទាញចូលទៅក្នុងពិភពលោកអាចកំបាំងដែលនាងតែងត្រូវសម័យជាយូរមកហើយសម្រាប់អូទ្រីនេះហើយគឺជាពិភពដែលនាងចង់ស្វែងរកនេះហើយគឺជាអារម្មណ៍ដែលនាងតែងតែចង់បានភាពអាចកំបាំងភាពអស្ចារ្យនិងអំណាចដែលលើសពីពិភពធម្មតាគឺបានបង្ហាញខ្លួនចំពោះមុខនាងយ៉ាងច្បាស់លាស់តែម្ដងនៅក្នុងចិត្តរបស់នាងក៏បានសរសើរទៅកាន់លោក Fool យ៉ាងស្មោះត្រង់ប៉ុន្តែនាងក៏បានព្យាយាមបញ្យល់ខ្លួនឯងថាជំនឿរបស់នាងគឺនៅតែជាការគោរពចំពោះ Goddess ឬមួយក៏ព្រះនាងអាទិទេពដដែលចំណែកឯចំពោះលោក Fool វាគឺជាការកោតសរសើរនិងការគោរពចំពោះអង្គការអាចកំបាំងមួយតែប៉ុណ្ណោះមិនយូរប៉ុន្មាននាងក៏បានឃើញថានៅលើតុរបស់នាងគឺមាននៅវត្ថុមួយបានលេចឡើងមកតែម្ដងនៅពេលដែលបានឃើញវត្ថុនោះភ្លាមអូទ្រីក៏បានស្គាល់វាភ្លាមតែម្ដងថាវាគឺជាគ្រឿងផ្សំ Beyonder ដែលនាងរងចាំយូរមកហើយប៉ុន្តែដោយសារតែការអប់រំនិងសុជីវធម៌របស់នាងគឺជាកូនស្រីអភិជនម្នាក់អូទ្រីក៏បានទប់អារម្មណ៍ខ្លួនឯងហើយក៏បានធ្វើការកោតសរសើរទៅកាន់លោក Fool យ៉ាងស្មោះត្រង់ម្ដងទៀតបន្ទាប់ពីបញ្ចប់នៅពិធីសាសនាមួយនេះនាងក៏បានដើរទៅពិនិត្យនៅលើវត្ថុ Beyonder នេះយ៉ាងលម្អិតដល់ថ្នាក់មើលវាម្ដងហើយម្ដងទៀតពីព្រោះថាវាគឺជាកន្លឹះសម្រាប់ការឡើងទៅកាន់ sequence 8របស់នាងយើងឃើញថាប្រើប្រាស់ជាមួយនឹងធាតុផ្សំ Beyonder មួយនេះអូទ្រីក៏បានសម្រេចចិត្តលីនៅថ្នាំពិសេសមួយដែលប៉ុន្មាននាទីបន្ទាប់មកអូទ្រីក៏បានកាន់នៅដបថ្នាំមួយនៅក្នុងដៃរបស់ខ្លួនផងដែរវាគឺជាថ្នាំដែលមានពន្លឺប្លែកបន្តផ្លាស់ប្ដូរពណ៌ហើយហាក់បីដូចជាអាចចាំងចូលទៅក្នុងជម្រៅបេះដូងរបស់មនុស្សបានតែម្ដងយើងឃើញថាដែលមានទំនុកចិត្តខ្ពស់នាងក៏បានផុតថ្នាំមួយនេះដែលមានឈ្មោះថា telepathy ចូលទៅក្នុងខ្លួនរបស់នាងបន្ទាប់មកនាងក៏បានឆ្លងកាត់ជាមួយនឹងដំណាក់កាលមួយរួមមកចូលជាមួយនឹង Beyond the Characteristic បានដោយជោគជ័យបានសម្រេចដោយជាមួយនឹងភាពជោគជ័យមួយនេះនាងគឺបានក្លាយទៅជា Beyond the Sequence លេខ8នៃគន្លង Spectator ហៅថា telepathy ក្រោយការឡើង Sequence បានជោគជ័យអូទ្រីគឺមានអារម្មណ៍ថាទស្សនវិជ្ជានៅចំពោះមុខនាងគឺកាន់តែច្បាស់ជាងមុនអារម្មណ៍និងការទទួលដឹងរបស់នាងក៏កើនឡើងយ៉ាងច្រើនផងដែរបន្ទាប់ពីស្ថានភាពរបស់នាងគឺបានធម្មតាឡើងវិញនោះអូទ្រីក៏បានដើរទៅបើកទ្វារឲ្យស៊ូស៊ីគឺចូលមកតែម្ដងនាងគឺបានសួរទៅកាន់ឆ្កែរបស់ខ្លួនឯងថាតើនាងគឺគួរណាស់ធ្វើបែបណាទៅដើម្បីជួយដំណើរទៅកាន់ Zio ហើយនិង Force អំពីរឿងមួយដ៏សម្ងាត់ដោយមិនបានបង្ហាញអំពីតសញ្ញារបស់នាងប៉ុន្តែក៏ធ្វើឲ្យពួកគេចាប់អារម្មណ៍ទៅលើរឿងនោះផងដែរនៅពេលដែលនិយាយដល់ចំណុចនេះអូទ្រីក៏បានចាប់ផ្ដើមគិតយ៉ាងម៉ត់ចត់អំពីបេសកកម្មដែលលោក Fool បានផ្ដល់ឲ្យនាងចំណែកស៊ូស៊ីវិញក៏បានមើលមកនាងវិញដោយការគិតដូចគ្នាមនុស្សម្នាក់ហើយនិងឆ្កែម្នាក់គឺកំពុងតែធ្លាក់ចូលទៅក្នុងការគិតជាមួយនឹងគ្នាតែម្ដងបន្ទាប់ពីបញ្ចប់គោលដៅរបស់ខ្លួននៅលើ The Grey Fog ខ្លែងក៏បានត្រឡប់មកកាន់ពិភពលោកពិតប្រាកដវិញគាត់គឺបានសម្រាកកិច្ចបន្តិចប្រហែលជា1ម៉ោងជាងបន្ទាប់មកគាត់ក៏បានបញ្ញាប់ចេញពីផ្ទះតែម្ដងលើកនេះខ្លែងគឺបានចំណាយប្រាក់1ផោនដើម្បីទិញនៅវត្ថុសម្រាប់បន្លំខ្លួនជាច្រើននៅក្នុងពេលនោះគឺមានជាមួយនឹងវ៉ែនតាកេមពណ៌មាសសក់ខ្លាំងខ្លាយនិងពុកមាត់ខ្លាំងខ្លាយជាច្រើនប្រភេទដែលអាចបិទនិងដកចេញបានដោយប្រើកាយជាច្រើនវត្ថុទាំងនេះគឺនឹងក្លាយទៅជារបស់ចាំបាច់បំផុតសម្រាប់ការស៊ើបអង្កេតនិងសកម្មភាពសម្ងាត់របស់គាត់នៅថ្ងៃមុខតែម្ដងមុនពេលដែលអាហារពេលល្ងាចដូចនោះខ្លែងក៏បានធ្វើដំណើរទៅកាន់ The East Borough ដែលវាគឺជាតំបន់មនុស្សច្រើនបំផុតនិងជាកន្លែងដែលមិនសូវមានសុវត្ថិភាពបំផុតនៅក្នុងទីក្រុង Parkland នៅទីនោះគាត់គឺបានជួលបន្ទប់មួយដែលមានបន្ទប់គេងតែមួយដោយតម្លៃជួលនៅក្នុងមួយសប្តាហ៍នោះគឺត្រឹមតែ4សូលីហើយនិង3ផែនតែប៉ុណ្ណោះគាត់គឺបានបង់ថ្លៃជួល2សប្តាហ៍និងប្រាក់កក់សរុបទាំងអស់គឺរហូតដល់17សូលីឯណោះនៅពេលដែលខ្លែងគឺបានត្រឡប់មកកាន់ Sherwood Borough វិញគាត់គឺមានអារម្មណ៍ថាដូចជាខ្លួនគឺទៅតែចេញពីនរកហើយត្រឡប់មកកាន់ឋានសួគ៌វិញចឹងដោយសារអីគឺដោយសារតែភាពខុសគ្នារវាងតំបន់កណ្ដាលដែលមានជីវភាពសមរម្យនិងតំបន់ក្រីក្រនៅក្នុង East Borough
គឺពិតជាធំខ្លាំងមែនទែនបន្ទាប់មកនៅក្នុងរយៈពេល2ថ្ងៃបន្ទាប់ខ្លាញ់ក៏បានចំណាយពេលធ្វើការសាកល្បងជាច្រើនតាក់ទងជាមួយនឹង spirituality ឬមកក៏វេទមន្តរបស់ខ្លួនគាត់គឺបានព្យាយាមប្រើប្រាស់នៅវិធីសាសនាដើម្បីបង្កើតនៅក្រដាសឆាមនិងវត្ថុស័ក្តិសិទ្ធិតូចៗដោយខ្លួនឯងដោយមិនចាំបាច់បន់ស្រន់ទៅកាន់ព្រះនាងអាទិទេពដោយមុនទៀតនោះទេក្នុងពេលជាមួយគ្នានោះគាត់ក៏រងចាំមើលថាតើពាណិជ្ជកម្មតូចមួយដែលគាត់បានចុះផ្សាយនៅលើកាសែតនោះគឺនឹងអាចនាំអតិថិជនមកឲ្យគាត់នៅក្នុងពេលណាទៅក្រោយការរងចាំអស់រយៈពេលប៉ុន្មានថ្ងៃនៅព្រឹកថ្ងៃប្រហោះសញ្លេងកន្លងទ្វាររបស់ផ្ទះលេខ15 Main Street ក៏ត្រូវបានបន្លឺឡើងតែម្ដងតែនេះគឺអាចជាការងារទី1ក្នុងនាមជាអ្នកស៊ើបអង្កេតរបស់គាត់ឬមួយក៏យ៉ាងណា